ព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាបានផ្ដល់ព្រះរាជសារអបអរសាទរយ៉ាងកក់ក្ដៅនៅក្នុងឱកាសដែលប្រសិទ្ធភាពនិងរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី2នៅរាជធានីភ្នំពេញក្រោមប្រធានបទសាមគ្គីភាពដើម្បីសន្តិភាពនិងវិបលភាពរួមពង្រឹងច្បាប់អន្តរជាតិនិងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈព្រះរាជសារ3ទំព័រកន្លះព្រះករណាព្រះមហាក្សត្រកម្ពុជាបានគូបញ្ជាក់ថាប្រធានបទនៃសន្និសីទនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅនិងស្របតាមសភាពការពិភពលោកបច្ចុប្បន្នដែលកំពុងជួបប្រទះនៅការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជម្លោះប្រដាប់អាវុធនិងការបាត់បង់ទំនុកចិត្តព្រះករណាបានរំលឹកពីបទពិសោធន៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមនិងការបែកបាក់ប៉ុន្តែបានស្វែងរកឃើញសន្តិភាពនិងការរៀបចំជាតិឡើងវិញតាមរយៈនយោបាយឈ្នះឈ្នះក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនបទពិសោធន៍នេះបានធ្វើឲ្យកម្ពុជាយល់ច្បាស់ពីតម្លៃឥតគណនានៃសន្តិភាពនិងការអភិវឌ្ឍព្រះករណាព្រះមហាក្សត្រគូរំលេចថាសន្តិភាពនិងវិបលភាពមិនអាចចែកដាច់ពីគ្នាបានទេសន្តិភាពមិនអាចគង់វង្សទេបើការអភិវឌ្ឍត្រូវបានគេបដិសេធការអភិវឌ្ឍមិនអាចរីកចម្រើនបាននៅក្នុងស្ថានភាពជម្លោះហើយទាំងសន្តិភាពនិងការអភិវឌ្ឍមិនអាចរក្សាបានទេបើគ្មានការជឿជាក់យុត្តិធម៌និងនីតិរដ្ឋក្នុងហេតុផលនេះសាមគ្គីភាពបណ្ដាប្រជាជាតិមិនអាចផ្អែកលើសុឆន្ទៈតែមួយមុខបានឡើយសាមគ្គីភាពនេះត្រូវតែឈរលើមូលដ្ឋាននៃការទទួលខុសត្រូវរួមការគោរពគ្នាទៅវិញទៅមកសន្តិសហវិជ្ជមាននិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិសាមគ្គីភាពបែបនេះនឹងក្លាយជាមានន័យនៅពេលដែលមានការស្ដែងចេញតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្ដែងបំណងល្អនិងការបដិញ្ញាប្រកបដោយស្មោះត្រង់នៅក្នុងការដោះស្រាយនូវភាពខុសគ្នាដោយសន្តិវិធីសភាមានតួនាទីយ៉ាងសំខាន់នៅក្នុងការប្រែក្លាយចក្ខុវិស័យនេះឲ្យក្លាយជាការពិតព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលដោយសង្កត់ធ្ងន់ថាកិច្ចសន្ទនាសភានៅតែជាឧបករណ៍ដែលមិនអាចខ្វះបានក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមកការលើកទឹកចិត្តដល់ការសម្រុះសម្រួលនិងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិការពង្រឹងច្បាប់អន្តរជាតិគឺស្ថិតនៅចំណុចកណ្ដាលនៃកិច្ចខិតខំប្រឹងប្រែងនេះច្បាប់អន្តរជាតិផ្ដល់នូវក្របខ័ណ្ឌរួមដែលតាមរយៈនេះរដ្ឋនានាទាំងធំទាំងតូចអាចរួមរស់ជាមួយគ្នាប្រកបដោយភាពថ្លៃថ្នូរសមភាពនិងសុវត្ថិភាពការការពារអធិបតេយ្យការលើកកម្ពស់ភាពត្រឹមត្រូវនិងការអត់ធ្មត់ក្នុងការប្រើអំណាចដោយមិនត្រឹមត្រូវនិងផ្ដល់នូវសន្តិវិធីសម្រាប់ការដោះស្រាយជម្លោះការដោះស្រាយជម្លោះដោយសន្តិវិធីមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេប៉ុន្តែជាការបង្ហាញនូវប្រាជ្ញាការទទួលខុសត្រូវនិងការគោរពសណ្ដាប់ធ្នាប់អន្តរជាតិនៅចុងបញ្ចប់នៃព្រះរាជសារព្រះករណាព្រះមហាក្សត្របានសម្ដែងនូវជំនឿយ៉ាងមុតមមថាសេចក្តីប្រកាសទីក្រុងភ្នំពេញដែលនឹងត្រូវអនុម័តនឹងក្លាយជាសិលាចារឹកនៃការបដិញ្ញាចិត្តរួមដើម្បីធានាយុត្តិធម៌សិទ្ធិមនុស្សនិងសន្តិភាពចីរភាពសម្រាប់ប្រជាជាតិនានាជុំវិញពិភពលោក